បាទនេះជារបៀបប្រើប្រាស់កាមេរ៉ាដើរហោជាដំបូងបងប្អូនចុចខាងសញ្ញាបុកខាងលើចុចពាក្យ scan តមកបងប្អូន scan QR code នៅលើកាមេរ៉ាមក scan វាហើយបន្តមកទៀតបងប្អូនយក Wi-Fi connecting ខាងលើយើង connect យក wireless តមកចុច next យើងចុច next ទៀតតមកយើងធ្វើការវាយ password Wi-Fi ផ្ទះរបស់យើងមិនយើងវាយឲ្យត្រូវនឹង password Wi-Fi របស់យើងកុំឲ្យយើងវាយ password ឲ្យខុសជាងវាយត្រូវចុច next មកតមកវាធ្វើការរាប់នាទីឡើងអញ្ចឹងយើងធ្វើការចាំវាមកផ្លែទៅដើម្បីវា connect ជាមួយ Wi-Fi ចឹងយើងចាំមកផ្លែសិនឲ្យវាដើរគ្រប់100មកចឹងយើងរួចរាល់ហើយចុច next មកបាទឥឡូវគឺយើងបានភ្ជាប់ជាមួយនឹងកាមេរ៉ាហើយចឹងរបៀបប្រើវាមានតែប៉ុណ្្នឹងទេចឹងបងប្អូនអាចធ្វើបានដោយខ្លួនឯងមិនចាំបាច់ជាងនៅកន្លែងនេះក៏បានដែរតែបងប្អូនចង់បានស្តង់ដារស្អាតបងប្អូនឲ្យជាងទៅឡើងទៅដើម្បីគាត់រៀបចំឲ្យប្រព័ន្ធស្អាត